ធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាគេមិនព្រមបោះលុយឲ្យចែកបញ្ជីពលរដ្ឋស្មើៗគ្នាប្រទៅដើម្បីកុំឲ្យមានអ្នកក្រខ្ញុំជឿថាមនុស្សយើងគ្រប់គ្នាប្រកាសជាមានម្ដងដែលធ្លាប់គិតអំពីរឿងហ្នឹងតែនេះគឺជាអ្វីដែលមិនគួរធ្វើបំផុតនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដោយសារតែវាមិនត្រឹមតែមិនជួយដោះស្រាយនៅបញ្ហាភាពក្រីក្រទេហើយវាថែមទាំងបំផ្លាញប្រទេសនោះថែមទៀតផងកាលណាដែលយើងបោះពុម្ពលុយច្រើនសន្ធឹកសន្ធាប់ដើម្បីយកមកចែកបញ្ជីជនស្មើៗគ្នានោះគឺវានឹងធ្វើឲ្យចំនួន supply ឬក៏ចំនួនលុយនៅក្នុងប្រព័ន្ធកើនឡើងខ្លាំងហួសពេកដែលគេហៅថា hyper inflation ដល់ពេលដែលចំនួនលុយមានច្រើនសន្ធឹកសន្ធាប់គឺមានន័យថាការផ្គត់ផ្គង់គឺមានច្រើនអញ្ចឹងរបស់មួយដល់ពេលដែលវាមានច្រើនគឺវានឹងធ្លាក់តម្លៃដល់ឯងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាតើវាបាត់បង់តម្លៃយ៉ាងម៉េចទៅឥឡូវខ្ញុំសាកឧទាហរណ៍មួយឧទាហរណ៍ថានំប៉័ងនៅក្នុងថ្ងៃនេះគឺតម្លៃ 5000 រៀលប៉ុន្តែនៅពេលដែលបោះពុម្ពលុយរាប់លានគឺមនុស្សក៏មានលុយនៅក្នុងដៃរាប់លានដូចគ្នាម្ចាស់ហាងគឺនឹងមានចិត្តមួយនៅក្នុងការដំឡើងថ្លៃហើយចាំមើលថាមានការទិញឬក៏អត់ឧទាហរណ៍ថាបើសិនជាគេដំឡើងថ្លៃទៅ 10000 រៀលស្របពេលដែលមនុស្សមានលុយរាប់លាននៅក្នុងដៃប្រកាសជានៅតែលក់ចេញហើយគេនឹងដំឡើងថ្លៃរឿយៗទៅដល់តម្លៃមួយដែលដំឡើងថ្លៃទៀតឡើងបានរយៈពេលមិនយូរទេលុយរាប់លាននោះគឺទិញបាននំប៉័ងតែមួយដុំឬក៏ពីរដុំតែប៉ុណ្ណោះមានន័យថាលុយច្រើនប៉ុន្តែបែរជាគ្មានតម្លៃទៅវិញហើយសរុបមកគឺយើងមិនបានធូរធារជាងមុនទេគឺយើងនៅតែក្រដូចដើមតែតម្លៃទំនិញវិញគឺខ្ពស់ខ្លាំងពិភពលោកដែលស្ថិតនៅក្នុងប្រព័ន្ធទីផ្សារសេរីគឺដើរទៅតាមគោលការណ៍ demand ហើយនិង supply ពោលគឺរបស់មួយដែលមានតម្រូវការខ្ពស់ហើយមានតិចនោះតម្លៃវានឹងខ្ពស់ជានិច្ចហើយមិនសូវមានតម្រូវការវានឹងធ្លាក់តម្លៃប្រៀបដូចជាចំនួនលុយរបស់ប្រទេសនោះអញ្ចឹងមានចំនួនលុយកាន់តែច្រើនតម្លៃលុយនឹងធ្លាក់ខ្លាំងទៅតាមនោះដែរហើយនេះមិនមែនជារឿងលេងសើចទេគឺយើងមានឧទាហរណ៍ស្រាប់ហើយទៅលើពីរប្រទេសទី1គឺ Venezuela ហើយនិងប្រទេស Zimbabwe ប្រទេសទាំងពីរនេះក៏បានធ្វើរឿងដូចគ្នាដែរគឺពួកគេបានបោះពុម្ពលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីផ្គត់ផ្គង់ទៅកាន់ប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសពួកគេប៉ុន្តែជាចុងក្រោយវាក៏បានកើតវិបត្តិ hyper inflation ឬក៏អតិផរណាកើនឡើងឆាប់រហ័សពេករហូតដល់ប្រជាជនយកលុយទាំងករុងយកទៅទិញពងទាឬក៏មីស្ទើរតែមិនបានផងដោយសារតែគ្មាននរណាចង់បានលុយដែលគ្មានតម្លៃនោះទេអញ្ចឹងហើយទើបជាចម្លើយដែលយើងមិនអាចបោះពុម្ពលុយច្រើនសន្ធឹកសន្ធាប់យកមកចែកឲ្យមនុស្សស្មើៗគ្នាបាននោះទេព្រោះវាមិនមែនត្រឹមតែមិនជួយទេហើយវាថែមទាំងបំផ្លាញថែមទៀតផងចាំខ្ញុំនាំអ្នកឲ្យឆ្ងល់តាមខ្ញុំនៅវីដេអូក្រោយទៀត